បាទសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះវណ្ណៈថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញអំពីការបង្កើតមនុស្សកាត់តេរីទៅតាមប្រភេទដែលយើងមានចឹងនេះដូចខ្ញុំបានធ្វើហើយបើសិនជាចូលមកមុនទៅគឺវាបន្លែងទេប៉ុន្តែយើងអាចចុច add កន្លែងនេះបានបាទចឹងចុច add ទៅយើងបំពេញតាមនោះទៅយើងអាច save បានហើយឧទាហរណ៍ដូចខ្ញុំបានបំពេញចឹងខ្ញុំមានប្រភេទវាជាប្រភេទទឹកក្តៅប្រភេទ hot latte hot coffee អញ្ចឹងទៅវាប្រភេទ drink ហើយកន្លែងនេះវា pressure ទៅលើបើហាងបងមានកន្លែងទេមានតែបារទេយើងដាក់តែបារទៅតែមានកន្លែងរត់ទៅកន្លែងផ្សេងយើងអាចសិតនៅកន្លែង function ផ្សេងដើម្បីឲ្យវាលោតប្រសិទ្ធថាប្រភេទមួយនេះរត់ទៅបារប្រភេទមួយទៀតរត់ទៅផ្ទះបាយបើសិនជាយើងផ្ទះយើងហាងរបស់យើងរត់ម៉ាស៊ីន print ទៅពីរកន្លែងបាទចឹងយើងអាចធ្វើមកប្រភេទទឹកប្រភេទអាហារប្រភេទ combo ប្រភេទអ្វីមួយគឺបងត្រូវបង្កើត category វាសិនបាទពេលដែលយើងបង្កើតហើយយើងអាច create មនុស្សបានហើយបាទ create មនុស្សគ្រាន់តែបងចុច add កន្លែងនេះបាទអញ្ចឹងយើងត្រូវរើសកន្លែងនេះសិនអានេះយើងធ្វើរបៀបយើង add មនុស្សម្ដងមួយហើយក៏យើងអាច add វាជាបាច់បានដែរអញ្ចឹងបើថាខ្ញុំ add ជាលក្ខណៈhot cappuccino បាទអញ្ចឹងខ្ញុំអាចរើសមកវាជា cappuccino ID នេះមានន័យថាពេលដែលយើង command យើងអាចវាយ ID វាដើម្បីងាយស្រួល search ឬក៏យើងដាក់ cappuccino នឹងទៅម្ដងបើសិនជាបងអត់មាន ID អញ្ចឹងបើយើងមាន ID 001 002បងអាចដាក់ទៅតែបើអត់ទេយើងអាច copy នេះទៅដែរហើយវា load ក្នុងនេះក៏បានដែរបាទអានេះទៅតាមប្រភេទហាងខ្លះគាត់ត្រូវការ ID ដើម្បីគាត់វាយ ID ទៅវា load ចេញមកហើយបាទវាយ001ទៅវាចេញមកហើយអញ្ចឹងប្រភេទថាបើបងត្រូវរើសប្រភេទ process ឬក៏វាមានជាដបស្រេចអានេះយើងត្រូវការរៀបចំវាហើយប្រភេទវាជាប្រភេទអីដែលខ្ញុំបានបង្កើតឲ្យកន្លែង category ហ្នឹងបាទអញ្ចឹងវាជាប្រភេទទឹកក្តៅបាទជា hot cafe វានៅកន្លែង hot latte hot coffee អញ្ចឹងបងរើសវាមក unit របស់វាបងជា cup បាទជា glass ហើយបើសិនជាបងថាអត់មានកន្លែងនេះសុំជាអ្វីមួយបងអាចចុច add នេះបាទយើងអាចវាយជាអក្សរខ្មែរបានណាយើងអាចបង្កើតកន្លែង unit វាជាប្រភេទអីបាទជាមួយកញ្ចប់ជាមួយអីចឹងទៅហើយក្នុងតម្លៃបាទតម្លៃបងអាចដាក់ទៅមួយនៅក្នុងហាងនេះខ្ញុំសិតវាជាលុយខ្មែរបាទអញ្ចឹងយើងយកមកកៅ6000បាទហើយនៅក្នុងនេះបើសិនជាមានប៉ាក់មានអីបងធីកទៅហើយបាទកន្លែងនេះត្រូវ print កន្លែងសិន print ហើយកន្លែងនេះបើសិនជាមុខម្ហូបនេះពេលអនាគតយើងបង្កើតហើយយើងអាចធីកវាមានន័យថាវាអត់សូតឲ្យភ្ញៀវឃើញទេបាទចំពោះប្រភេទរូបម្ហូបបងអាចស៊ីងមើលនៅក្នុងប្រភេទនេះបានជារូប default ទូទេតែបើសិនជាយើងមានជាហាងរបស់យើងស្រេចយើងចុចកន្លែង click កន្លែងនេះដើម្បីរើសរូបភាពដែលយើងមានបាទឧទាហរណ៍ថាខ្ញុំមានស្រេចហើយបាទខ្ញុំអាចរករូបភាពខ្ញុំបានបាទវាជា hot ឧទាហរណ៍ថាខ្ញុំ hot នេះមួយទៅបាទខ្ញុំអាចដាក់បានដែរខ្ញុំអាចដាក់ select នឹងបានពេលបង save ទៅវានឹងហើយមួយហើយវាមានរឿងមួយទៀតបើសិនជាបងចង់ថាបង្កើតជាបាច់មិនបាច់ធ្វើម្ដងមួយទីទៀតខ្ញុំនឹងមានវីដេអូបន្តទៀតបាទអរគុណច្រើនបាទ